ខ្ញុំបាទសូមគោរពថ្វាយបង្គំប្រកាសណាគុណម្ចាស់គ្រប់ព្រះអង្គសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពហើយជាទីស្រឡាញ់រាប់អានថ្ងៃនេះខ្ញុំបាទមានមតិចូលរួមបន្តិចទាក់ទងរឿងជនជាតិវៀតណាមហ្នឹងហើយហេតុអីបានថាជាខ្ញុំចង់និយាយអំពីជនជាតិវៀតណាមអញ្ចឹងមន្ត្រីខាងជនជាតិវៀតណាមនឹងឯងខាងរដ្ឋាភិបាលវៀតណាមគេស្នើឲ្យរដ្ឋាភិបាលកម្ពុជាលោកហ៊ុនម៉ាណែតហើយនឹងលោកហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីហើយនឹងជាប្រធានរដ្ឋសភាអញ្ចឹងគេស្នើនេះគេស្នើសូមឲ្យសម្រួលដល់ប្រជាពលរដ្ឋគេនឹងការរស់នៅរបស់ប្រជាពលរដ្ឋគេអញ្ចឹងមតិខ្ញុំដែលខ្ញុំជាគេហៅថាជាពលករធ្វើការចំណាក់ស្រុកនៅប្រទេសថៃខ្ញុំគិតពិចារណាយើងទាំងអស់គ្នាថាជាពលរដ្ឋខ្មែរស្រឡាញ់ទឹកដីស្រឡាញ់នៅលទ្ធិប្រជាធិបតេយ្យចង់បានភាពយុត្តិធម៌ចង់បានឲ្យប្រជាពលរដ្ឋយើងសម្បូរសប្បាយហ្នឹងហើយអញ្ចឹងបើសិនតែយើងចង់ការពារទឹកដីយើងត្រូវចែកដីឲ្យប្រជាពលរដ្ឋនៅតាមព្រំប្រទល់ជាយដែនមិនថានៅខាងលិចឬក៏ខាងកើតខាងណាក៏ដោយទាំងអស់អញ្ចឹងយើងផ្ដល់ឱកាសឲ្យគាត់ហើយមានដូចជាសាលារៀនផ្លូវភ្លើងទឹកសពគ្រប់បែបយ៉ាងអានឹងដើម្បីការពារទឹកដីរបស់យើងអានេះគឺជាមតិចូលរួមរបស់ខ្ញុំតែសម្រាប់រដ្ឋាភិបាលគេហៅរដ្ឋាភិបាល7មករាហ្នឹងគេស្នើអីបានតាមចិត្តហ្នឹងហើយស្នើអីបានតាមចិត្តហ្នឹងហើយគេស្នើឲ្យមើលប្រជាពលរដ្ឋគេស្នើឲ្យធ្វើអីធ្វើអត្តញ្ញាណប័ណ្ណគេស្នើឲ្យមានសៀវភៅគ្រួសារហ្នឹងហើយមានដីមានអីគេស្នើបានតាមចិត្តណាចំណែកបងប្អូនប្រជាពលរដ្ឋកម្ពុជាក្រោមគាត់គិតអត់ឃើញទេណាមិនមែនតែគាត់គិតមិនឃើញទេបើគាត់ជាថ្នាក់ដឹកនាំរៀនដល់ថ្នាក់បណ្ឌិតសភានៅវេសភ័ញហើយមកគិតមិនឃើញមិនកើតចាញ់បងប្អូនពលករមិនអញ្ចឹងគាត់រៀនបានថ្នាក់ខ្ពស់តែមកដឹកនាំមិនក្រោមមិនបានប្រហែលនឹងគេហៅថាអ្នកមិនបានរៀនណាចក្ខុវិស័យវាខុសគ្នាអញ្ចឹងថាអ្នករៀនថារៀនដល់ជាបណ្ឌិតហើយចក្ខុវិស័យមើលទៅខ្ពស់តែរៀនបានដល់បណ្ឌិតមើលទៅឃើញតែប្រជាពលរដ្ឋឯងមានទុក្ខលំបាកខ្វះដីខ្វះអីអត់មើលអត់ឃើញហ្នឹងអញ្ចឹងបានជាគេហៅថារដ្ឋាភិបាលឡើងតាមជើងខោឪថាម៉េចកូនថាអញ្ចឹងដល់តែគណៈបកប្រឆាំងទៅមើលផែនដីទៅមើលព្រំប្រទល់ចាប់ដាក់គុកអាហ្នឹងនិយាយទៅថានៅខាងព្រំប្រទល់នៅខាងស្វាយរៀងដូចជាអតីត
តំណាងរាស្ត្រលោកអាដាមអ៊ុំសំអានហើយបច្ចុប្បន្ននេះគឺលោកគ្រូរងឈុនចាប់គាត់ធ្វើបុកទុកបណ្ណិញសពគ្រប់បែបយ៉ាងហ្នឹងហើយអានេះគេបើនិយាយទៅណាគេមិនមែនការពារផលប្រយោជន៍ឲ្យសាសអ្នកដទៃទេគាត់ការពារហ្នឹងគឺការពារផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរយើងត្រូវបើកឱកាសអញ្ចឹងដូចអេដាមអ៊ុំសំអាងអញ្ចឹងគាត់ទៅបណ្ដាល័យសហភាពអាមេរិកណាទៅថតចម្លងឯកសារផែនទីមកបង្ហាញឬក៏មកយកទៅប្តឹងនៅ ICJ គាត់យកមកនេះគាត់មិនមែនថាគាត់មកយកមកបង្ហាញនេះក៏មិនមែនប្រាប់ថាអូត្រូវឲ្យដីនេះទៅឲ្យដីនោះទេបង្ហាញថាទឹកដីយើងនៅត្រឹមណាយើងឲ្យចេះយល់ហ្នឹងឲ្យយល់ហើយឲ្យច្បាស់ឲ្យដឹងប្រវត្តិសាស្ត្រទឹកដីខ្លួនឯងមានត្រឹមណាខ្លះអញ្ចឹងបានគាត់ទៅដល់គេហៅនេះអង្គការសហប្រជាជាតិហ្នឹងហើយទៅថតចម្លងនៅផែនទីទៀតហ្នឹងហើយបេសកកម្មរបស់គាត់ហ្នឹងបានល្អណាស់ហ្នឹងហើយគាត់បង្ហាញនៅសមិទ្ធផលដែលកាលពីចំនួនបារាំងកាន់កាប់ប្រទេសកម្ពុជាហើយមកដល់នេះបើយើងនិយាយថាខាងក្រៅយើងនេះដោយជនជាតិយួននេះហ្នឹងហើយជនជាតិយួនឃើញទេសងៃគេរំកិលមកគេធ្វើទាំងផ្លូវធ្វើទាំងអីហ្នឹងហើយបានតាមចិត្តណាអញ្ចឹងងាកមកលោកអាដាមអ៊ុំសំអានម្ដងទៀតហ្នឹងគាត់បញ្ជាក់ហើយគាត់បង្ហាញឲ្យមានប្រតិកម្មពីហ៊ុនកុសលអតីតជាអ្នកសារព័ត៌មានជាពិធីករពីមុនមកនោះហ្នឹងហើយមកសិតតែណាញុះញង់ហើយយើងខាងអីគេអ៊ីឈៀននៅខាងប៉ៃឡែននោះជាវិរៈសេណាតូចាំបានទេហ្នឹងហើយប្រតិកម្មថានឹងមកញុះញង់មកអីដូចរៀនហើយសិតតែអ្នកគេហៅថាអ្នកមានចំណេះដឹងតែអត់យល់ពីប្រវត្តិសាស្ត្រខ្លួនឯងគាត់លោកអាដាមអ៊ុំសំអានហ្នឹងគាត់បង្ហាញហ្នឹងគឺចង់បានឲ្យណាគេទឹកដីប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាហ្នឹងឯងអញ្ចឹងយើងអត់យល់ហើយអត់ដឹងថាមនសិការរបស់គាត់ទៀមទានោះចង់ឲ្យណាចង់ឲ្យបានយុត្តិធម៌ខ្មែរយើងទាំងអស់គ្នាចង់បង្ហាញអំពីផែនទីទឹកដីយើងត្រឹមណាឲ្យច្បាស់ឲ្យលាស់ណាមុននឹងយើងបោះបកគោលមុនអីនឹងឲ្យបានច្បាស់មានគណៈបកទាំងសងខាងហ្នឹងហើយដូចជាអតីតគណៈបកសង្គ្រោះជាតិ55កៅអីហើយមានសង្គមស៊ីវិលមានអីយើងបើកចំហមកហ្នឹងហើយមើលប្រទេសគេមានរឿងអីគេសាមគ្គីគ្នាតែយើងបានខ្លាំងតែខ្មែរគ្នាឯងអញ្ចឹងបានតែខ្លាំងខ្មែរគ្នាឯងនេះរឿងអានឹងមិនទាន់ជាប់ហើយមកដល់រឿងអាផ្សេងទៀតដូចអាចឆោបោកឆោអីនេះវាច្រើនណាស់ហ្នឹងហើយពវក់កូនខ្មែរយើងនឹងឲ្យបាត់ទឹកបាត់ដីអស់លីងបាត់ព្រៃបាត់អីអស់ហ្នឹងហើយវាអញ្ចឹងខ្ញុំអត់មានអីទេមានថាមានប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា